ស្ដីបងប្អូនអរគ្នាស្វាគមន៍វិលត្រឡប់មកវិញបន្ទាប់ពីពួកយើងខានជួបគ្នាយូរតែសុខទុក្ខយ៉ាងមិនដែរខ្ញុំមកវិញថ្ងៃហ្នឹងគឺនាំយកនៅរឿងរន្ធត់មួយដែលជាល្បីមួយតាក់ទងទៅនឹងវិញ្ញាណអ្នកគ្រូពេទ្យស្រីម្នាក់ដែលតែងតែបង្ហាញខ្លួនឲ្យគេឃើញនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសមេស៊ីកូហើយរឿងហ្នឹងល្បីជាខ្លាំងសូម្បីតែនៅខាងប៉ែកប្រទេសអាមេរិកវិញក៏គេនិយមនិយាយពីព្រលឹងវិញ្ញាណរបស់អ្នកគ្រូពេទ្យស្រីហ្នឹងផងដែររឿងរ៉ាវដ៏ល្បីដែលគេនិយាយតៗគ្នាពីវិញ្ញាណខ្មោចអ្នកគ្រូពេទ្យស្រីដែលមានឈ្មោះថាឡាផ្លែនចនារឿងហ្នឹងទុកខ្លាំងនៅក្នុងអំឡុងឆ្នាំ1930ចឹងតើមានដំណើរដើមតងមានមូលហេតុអ្វីបានជាមានព្រលឹងខ្មោចវិញ្ញាណរបស់អ្នកគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យហ្នឹងពួកយើងនាំគ្នាមកស្ដាប់ជាមួយគ្នានៅក្នុងវីដេអូនៅមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសមេស៊ីកូខ្ញុំសូមអត់ហៅឈ្មោះមន្ទីរពេទ្យហ្នឹងមកទៅកុំឲ្យស្វែងឈ្មោះខុសមានអ្នកគ្រូពេទ្យស្រីម្នាក់ដែលគាត់មានឈ្មោះថាអាលីយ៉ាគាត់មានរូបសម្រស់ស្រស់ស្អាតមានភាពតាក់ទាញហើយជាមនុស្សសុភាពទីផ្សារជាមនុស្សឧស្សាហ៍ព្យាយាមបើសិនជាអ្នកជំងឺណាម្នាក់ទទួលបានការមើលថែការព្យាបាលពីគាត់ដឹងតែសំណាងហ្មងគាត់មានលោកគ្រូពេទ្យសង្ហាម្នាក់គាត់មានឈ្មោះថា Jogan គាត់បានចាប់ដើមមកចូលធ្វើការនៅក្នុងមន្ទីរពេទ្យដែលអ្នកគ្រូអាលីយ៉ាបានធ្វើការនឹងដែរហើយលោកគ្រូពេទ្យ Jogan បានចាប់អារម្មណ៍អ្នកគ្រូពេទ្យអាលីយ៉ាដោយសារតែគាត់ស្រស់ស្អាតគាត់មានភាពតាក់ទាញគាត់ជាមនុស្សឧស្សាហ៍ព្យាយាមអីចឹងណានៅពេលហ្នឹងលោកគ្រូពេទ្យសង្ហាម្នាក់ហ្នឹងគាត់បានតាមញ៉ាយអ្នកគ្រូពេទ្យតាមរហូតតបបានសម្រេចហើយអ្នកគ្រូពេទ្យក៏បានបាក់ចិត្តស្លាយគាត់ទៅវិញទៅហើយអ្នកទាំងពីរក៏បានសម្រេចចិត្តថាភ្ជាប់ពាក្យជាមួយគ្នាប៉ុន្តែមានពេលមួយលោកគ្រូពេទ្យ Jogan ហ្នឹងណាគាត់បានទៅចុះសិក្ខាសាលាផ្នែកវិទ្យាសាស្ត្រនៅតំបន់ឆ្ងាយហើយរយៈពេលយូរគួរសមដែរលោកប្រហែលជាមួយសប្តាហ៍ក្រោយមកទៀតអ្នកគ្រូពេទ្យអេលីយ៉ានៅតែអត់ឃើញលោកគ្រូពេទ្យ Jogan ដែលជាគូទាំងរបស់គាត់ហ្នឹងត្រឡប់មកវិញសោះបាត់ដំណឹងឡើងមួយសប្តាហ៍ទៅជំនាន់ហ្នឹងមនុស្សនៅឆ្ងាយពីគ្នាពិបាកបំផុតគឺផ្ញើសារផ្ដល់ព័ត៌មានឲ្យដឹងបើឥឡូវមានទូរស័ព្ទឬក៏មាន Facebook chat បន្តិចទៅដឹងហើយប៉ុន្តែនៅជំនាន់ហ្នឹងលុះតែមានអ្នកផ្ដល់ដំណឹងឲ្យបានដឹងព្រោះដីឆ្ងាយពីគ្នារាប់យោជន៍នៅពេលហ្នឹងអ្នកគ្រូពេទ្យអេលីយ៉ាបានចាំមើលផ្លូវលោកគ្រូពេទ្យមួយអាទិត្យហើយមួយអាទិត្យទៀតនៅតែអត់ឃើញពេលហ្នឹងអ្នកគ្រូពេទ្យអេលីយ៉ាចាប់ផ្ដើមបារម្ភចាប់ផ្ដើមនឹកគូដឹងរបស់ខ្លួនថាកាលណាមកវិញគេលោជួបបញ្ហាអីតាមផ្លូវអីចឹងណារួចហើយមួយអាទិត្យក្រោយមកទៀតការបារម្ភរបស់អ្នកគ្រូពេទ្យអាលីយ៉ានឹងកាន់តែកើនឡើងទ្វេដងពីព្រោះតែអត់ឃើញគូដឹងផុសខ្លួនត្រឡប់មកវិញតែនៅពេលហ្នឹងក៏មានដុកទ័រក៏មាន nurse ម្នាក់មានអ្នកគ្រូពេទ្យស្រីម្នាក់ផ្សេងទៀតបានផ្ដល់ដំណឹងឲ្យគាត់បានដឹងអ្នកគ្រូពេទ្យម្នាក់ទៀតហ្នឹងគាត់អត់ធ្វើការជាមួយនឹងអ្នកគ្រូពេទ្យអេលីយ៉ាហ្នឹងឯងគាត់ធ្វើការនៅមន្ទីរពេទ្យផ្សេងណាហើយគាត់បាន inform គាត់បានប្រាប់អ្នកគ្រូពេទ្យអេលីយ៉ានឹងថាចាថាគូដឹងផុសនាងគឺលោក Jogan ហ្នឹងណានៅពេលដែលទៅចុះទៅធ្វើសិក្ខាសាលាវិទ្យាសាស្ត្រហ្នឹងគាត់បានជួបជាមួយនឹងនារីម្នាក់ហើយអ្នកទាំងពីរបានស្រឡាញ់គ្នាហើយក៏បានរៀបការជាមួយគ្នាចោលអេលីយ៉ាបាត់ទៅបន្ទាប់ពីអ្នកគ្រូពេទ្យអេលីយ៉ាបានដឹងដំណឹងហើយភ្លាមគឺគាត់ពិបាកចិត្តខ្លាំងមែនទែនខូចចិត្តហើយចាប់ផ្ដើម depression តែម្ដងដូចនេះហើយការងាររបស់គាត់ដែលមានតួនាទីជាអ្នកគ្រូពេទ្យមើលថែអ្នកជំងឺហ្នឹងណាក៏លែងល្អដូចមុនដែរដោយសារតែគាត់ពិបាកចិត្តគាត់ធ្វើការភ្លេចមុខភ្លេចក្រោយអញ្ចឹងណារួចហើយក្រោយមកទៀតនៅយប់មួយអ្នកជំងឺម្នាក់ដែលស្ថិតនៅក្រោមការមើលថែរបស់អ្នកគ្រូពេទ្យអេលីយ៉ាក៏បានបាត់បង់អាយុជីវិតទៅដោយសារតែការធ្វេសប្រហែសរបស់អ្នកគ្រូពេទ្យអេលីយ៉ាគាត់មើលថែបានដល់គាត់បានដាក់ថ្នាំឲ្យអ្នកជំងឺម្នាក់នឹងញ៉ាំហើយបន្ទាប់ពីអ្នកជំងឺម្នាក់ដែលបានបាត់បង់អាយុជីវិតទៅនឹងធ្វើឲ្យអ្នកគ្រូពេទ្យអេលីយ៉ាគាត់ដឹងខុសខ្លាំងមែនទែនគាត់មានវិបត្តិស្រីដែលគាត់អត់អាចមើលថែអ្នកជំងឺខ្លួនឯងបានយ៉ាងយកចិត្តទុកដាក់ហើយពេលហ្នឹងឯងដែលអ្នកគ្រូពេទ្យអេលីយ៉ាចាប់ដើមធ្លាក់ខ្លួនឈឺជាទូមិនយូរប្រហែលទេបន្ទាប់ពីពេលដែលអ្នកគ្រូបានធ្លាក់ខ្លួនឈឺហ្នឹងណាដូចដឹងហើយថាគាត់មានជំងឺ depression គាត់ broken heart ហើយគាត់មានវិបត្តិស្រីដែលធ្វើឲ្យអ្នកជំងឺម្នាក់នោះបានបាត់បង់អាយុជីវិតទៀតក្រោយមកហ្នឹងអ្នកគ្រូពេទ្យអេលីយ៉ាក៏បានបាត់បង់អាយុជីវិតនៅក្នុងមន្ទីរពេទ្យហ្នឹងតែម្ដងហើយបន្ទាប់ពីអ្នកគ្រូពេទ្យបានបាត់បង់អាយុជីវិតទៅក្រោយមកទៀតហេតុការណ៍ចម្លែកក៏កើតមានឡើងនៅក្នុងមន្ទីរពេទ្យហ្នឹងតែក្រោយមក nurse អ្នកគ្រូពេទ្យហើយនិងដុកទ័រផ្សេងដែលធ្វើការនៅក្នុងមន្ទីរពេទ្យហ្នឹងពួកគាត់បាននិយាយថាចាពួកគាត់បានឃើញអ្នកគ្រូពេទ្យអេលីយ៉ានៅក្នុងបន្ទប់ដែលមានអ្នកជំងឺដេកសម្រាប់នៅលើខែហ្នឹងណា
អ្នកគ្រូពេទ្យហ្នឹងឈរនៅគៀនខែអ្នកជំងឺហ្នឹងណាហើយពាក្យដែលគេនិយាយពាក្យអ្នកដែលពួកគាត់បានឃើញអ្នកគ្រូពេទ្យហ្នឹងផ្ទាល់បាននិយាយយ៉ាងចាស់សភាពផងអ្នកគ្រូពេទ្យហ្នឹងរៀងភ្លឺហើយអត់មានជើងទេយំមើលទៅអត់ច្បាស់ដូចមនុស្សយើងទេហើយសភាពអ្នកគ្រូពេទ្យអាលីយ៉ាហ្នឹងតែងតែដើរនៅតាមផ្លូវ hallway ផ្លូវនៅក្នុងមន្ទីរពេទ្យហ្នឹងណាហើយគេមើលទៅគាត់ដើរដូចរៀងហៅប៉ុន្តែមានសាក់សីឃើញផ្ទាល់ភ្នែកផ្សេងទៀតគេនិយាយថាពួកគាត់ហ្នឹងបានឃើញសភាពអ្នកគ្រូពេទ្យហ្នឹងដូចជាមនុស្សធម្មតាមានដៃមានជើងធម្មតាដល់ឡែកចំណុចមួយដែលសាក់សីទាំងអស់ហ្នឹងបានឃើញទាំងអស់គ្នាហ្នឹងបាននិយាយដូចគ្នាថាអញ្ចឹងដំណើររបស់អ្នកគ្រូពេទ្យហ្នឹងណាដើរទៅមុខមែនប៉ុន្តែអត់មានសម្លេងសម្រាប់ជើងទេហើយក្រោយមកទៀតសាក់សីដែលបានឃើញអ្នកគ្រូពេទ្យឃើញដួងព្រលឹងអ្នកគ្រូពេទ្យហ្នឹងណាពួកគាត់បានដាក់ nickname ឈ្មោះឲ្យអ្នកគ្រូពេទ្យអាលីយ៉ាហ្នឹងថាជា La Planchada ដោយសារតែអ្នកគ្រូពេទ្យអាលីយ៉ាតែងតែស្លៀកសម្លៀកបំពាក់ជា nurse បានយ៉ាងស្អាតបាតតាំងពីក្បាលដល់ចុងជើងហើយមួយវិញទៀតមានពាក្យសម្ដីចេញពីអ្នកជំងឺដែលដេកសម្រាប់នៅក្នុងមន្ទីរពេទ្យហ្នឹងណាពួកគាត់បាននិយាយថាចាអ្នកគ្រូពេទ្យអាលីយ៉ាហ្នឹងណាធ្លាប់បានមកមើលថែពួកគេថែមទៀតហើយមានបានចំណុចមួយទៀតគេនិយាយថានៅក្នុងមន្ទីរពេទ្យហ្នឹងនៅយុគខ្លះដែលកលីនុបថៃការផ្សេងអ្នកគ្រូពេទ្យផ្សេងអត់បានយកចិត្តទុកដាក់ទៅមើលថែអ្នកជំងឺហ្នឹងណាគឺមានព្រលឹងវិញ្ញាណរបស់ Planchadaអ្នកគ្រូពេទ្យស្រីអាលីយ៉ាហ្នឹងគាត់ចូលទៅមើលបងប្អូនអ្នកគ្នាកុំច្រឡំឈ្មោះអ្នកគ្រូពេទ្យអាលីយ៉ាហើយនឹងឈ្មោះ Planchada ហ្នឹងគឺគាត់តាមម្នាក់ណានឹងឯងឈ្មោះមួយគេដាក់និកអ្នកឲ្យគាត់ខ្ញុំហៅពីរចឹងទៅខ្លាចគ្នាយើងច្រឡំហើយនៅពេលដែលគេសួរទៅកាន់អ្នកជំងឺទាំងអស់ហ្នឹងសួរថាតើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរអ្នកឈឺត្រង់ណាដូចថាមកតាមដានព័ត៌មានអីចឹងណាប៉ុន្តែអ្នកជំងឺម្នាក់ហ្នឹងបានប្រាប់មកកាន់អ្នកគ្រូពេទ្យដែលចូលមកពិនិត្យមើលនៅពេលយំថាចាមុនហ្នឹងមានអ្នកគ្រូពេទ្យស្រីម្នាក់បានមកពិនិត្យឲ្យគាត់ហើយដោយសារតែបែបហ្នឹងហើយទៅគេនិយាយតគ្នាថាចាអ្នកគ្រូពេទ្យអាលីយ៉ាហ្នឹងគាត់ស្ដាយក្រោយតែគាត់បានធ្វើឲ្យអ្នកជំងឺគាត់ម្នាក់បានបាត់បង់អាយុជីវិតដោយសារតែការធ្វើប្រហែសអូចឹងហើយបានជាគាត់អត់ទៅចាប់ជាតិទៅណាគាត់នៅតែធ្វើជាដួងព្រលឹងវិញ្ញាណដើម្បីនៅបន្តតួនាទីមើលថែអ្នកជំងឺរបស់គាត់នៅក្នុងមន្ទីរពេទ្យហ្នឹងមួយវិញទៀតអ្នកខ្លះគេគិតថារឿងហ្នឹងហាក់ដូចជាអ្នកគ្រូពេទ្យស្រីហ្នឹងគាត់ជាប់នៅក្នុងមន្ទីរពេទ្យហ្នឹងគឺជាកម្មពៀផងអ្នកគ្រូពេទ្យដែលត្រូវមើលថែអ្នកជំងឺអត់អាចទៅចាប់ជាតិនៅទីណាបានគឺហ្នឹងផងដែរគឺមានសាក់សីច្រើនសូម្បីតែគ្រូពេទ្យនៅក្នុងប្រទេសមេស៊ីកូពួកគាត់ក៏បានបញ្ជាក់ផងដែរថាពិតជាមានព្រលឹងខ្មោចវិញ្ញាណរបស់អ្នកគ្រូពេទ្យអាលីយ៉ានៅក្នុងមន្ទីរពេទ្យហ្នឹងពិតមែនហើយក៏មានពាក្យសាក់សីផ្សេងជាច្រើនដែលបានបញ្ជាក់ថាពួកគេទទួលការមើលថែពីព្រលឹងវិញ្ញាណខ្មោចអ្នកគ្រូពេទ្យផងដែរហើយចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរនឹងអ្នកជំងឺដែលគេងសម្រាប់ស្ថិតនៅក្នុងបន្ទប់ដែលអ្នកជំងឺកាពីមុនរបស់អ្នកគ្រូពេទ្យស្រីបានបាត់បង់អាយុជីវិតទៅហ្នឹងណាគឺទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់បំផុតពីដួងព្រលឹងវិញ្ញាណរបស់អ្នកគ្រូពេទ្យស្រីអាលីយ៉ាបើយើងស្ដាប់ទៅនេះជាប្រភេទរឿងរន្ធត់តាក់ទងទៅនឹងដួងវិញ្ញាណខ្មោចក៏ប៉ុន្តែប៉ុន្តែយើងគិតសោកទៅអ្នកគ្រូពេទ្យអាលីយ៉ាគាត់គួរអាណិតតាំងពីមុនពេលគាត់ស្លាប់ហើយគាត់នៅចង់កម្មចង់អត់បានទៅចាប់ជាតិនៅកន្លែងណាផ្សេងរឿងនេះស្ដាប់ហើយអត់ខ្លាចទេស្ដាប់ហើយអាណិតគាត់ខ្លាំងតែគាត់ធ្វើប្រហែលឲ្យរឿងនេះក៏មានចំណុចជាច្រើនយើងអាចសិក្សាស្វែងយល់បានផងដែរបើសិនជាអ្នកគ្រូពេទ្យអាលីយ៉ាគាត់អត់ខូចចិត្តដែលគូដងរបស់គាត់ទៅចោលគាត់អ្នកនឹងទៅអូអ្នកផ្សេងទៅហើយការងាររបស់គាត់ក៏នៅតែបន្តល្អប្រសើរទៅមុខទៀតដែរអញ្ចឹងចំណុចមួយដែលយើងស្វែងយល់បាននោះគឺការតាំងចិត្តឲ្យរឹងមាំកុំខ្លាចរបស់ដែរនឹងបាត់បង់គឺបាត់បង់ដែរបើជីវិតយើងនៅមានក្តីសង្ឃឹមក៏នៅតែមានដែរយើងត្រូវតែបន្តទៅមុខទៀតប្រឹងប្រែងធ្វើអ្វីដែលយើងស្រឡាញ់ប្រឹងប្រែងធ្វើតួនាទីរបស់យើងឲ្យបានល្អជាទីបំផុតសូមវីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាមានមតិយោបល់បែបណាដែរទៅលើរឿងរ៉ាវរន្ធត់វិញ្ញាណខ្មោចរបស់អ្នកគ្រូពេទ្យស្រីដែលល្បីខ្លាំងនៅក្នុងប្រទេសមេស៊ីកូនេះចូលរួមបញ្ចេញមតិយោបល់អ្នកមួយនៅខាងខមវីដេអូនេះហើយបងប្អូនទាំងគ្នាចង់ស្ដាប់រឿងអ្វីបន្ទាប់ទៀតអាច comment នៅខាងខមវីដេអូនេះបានអរគុណបងប្អូនទាំងគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់វីដេអូនេះដល់ចប់ជូនពរឲ្យស្ដាប់ល្អពួកយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ take care